នេះគឺជា Minecraft ដែលធ្វើឲ្យអ្នកគ្នាអាចលេងជាមួយនឹង shader Prisma បានដូចគេរួចឯងតែជប់សិនសម្រាប់គ្នាយើងណាដែលមាន CPU ទាំងអស់នេះឡើងទៅនឹងគឺអ្នកគ្នាអាចលេងជាមួយនឹង Minecraft ដែលមាន shader Prisma មួយនេះបានហើយឥឡូវគឺខ្ញុំបានមកចូលមកដល់ game ហើយដើម្បីបើកជាមួយនឹង shader បានហ្នឹងអ្នកគ្នាគ្រាន់តែចូល setting មកបន្តមកទៀតអ្នកគ្នារកពាក្យនេះ random នេះមកហើយអ្នកគ្នាធ្វើការបើកជាមួយនឹង shader Prisma មកហើយខ្ញុំសូមបញ្ជាក់ឲ្យ shader Prisma តើអ្នកគ្នាដោនដាក់ខ្លួនឯងហើយអ្នកគ្នាធ្វើការសេរីជាមួយនឹង setting តាមខ្ញុំមកដើម្បីឲ្យវាលេង smooth ដូចខ្ញុំអញ្ចឹងអ្នកគ្នាអាចមើលហើយធ្វើតាមខ្ញុំមកនៅពេលអ្នកគ្នាធ្វើតាមខ្ញុំសេរី setting បើក setting តាមខ្ញុំហើយនៅពេលអ្នកគ្នាចូល game មកគឺអ្នកគ្នានឹងឃើញតែសភាពចែងចាំងស្រមោលស្អាតបែបនេះហើយតែគ្រាន់ថាស្រមោលនេះគឺរៀងជុំជុំតែបន្តិចតែវានៅតែស្អាតចឹងគឺវានៅចេះតែស្រមោលស្អាតអញ្ចឹងធ្វើមិនទេអ្នកគ្នា Minecraft នេះគឺគ្រាន់តែតម្រូវទូរស័ព្ទគ្នាយើងណាល្មមអាចលេងបានទេគឺអ្នកគ្នាមើលបានគឺទេសភាពវាគឺនៅតែស្អាតធម្មតាទេគឺវាមិនសូវបាត់សោភ័ណភាពប្រហែលទេគឺនៅតែស្អាតដូចជាមួយ shader Prisma ធម្មតាយ៉ាងគ្រាន់តែវារៀងកលៈកដាហ្វិចអីតិចតួចតែនៅតែស្អាតគឺខ្ញុំធានាឲ្យគឺនៅតែស្អាតតែម្ដងឥឡូវគឺវីដេអូរបស់យើងគឺបានមកដល់ទីបញ្ចប់ហើយបើសិនជាអ្នកគ្នាចង់លេងជាមួយនឹង Minecraft មួយនេះគឺអ្នកគ្នាអាចចូលទៅ download នៅក្នុង Telegram ខ្ញុំបានឥឡូវយើងជួបគ្នាតែប៉ុណ្្នឹងសិនបានហើយបាយ